សំឡេងក្លយខ្មែរបន្លឺឡើងយ៉ាងក្រួយលួយលំនឹងសំឡេងស្គរធំ Heavy bass kicks in with a steady walking rhythm ឈរនៅមុខកំពូលប្រាសាទដែលគួរត្រដែតសម្លឹងទៅស្រះស្រង់ឃើញស្រមោលអតីតកាលថ្មភក់នេះមួយផ្ទុកទម្ងន់នៃប្រវត្តិសាស្ត្រអ្នកសាងសង់លះកម្លាំងកាយដើម្បីសាលាអ្នកសាងសង់លះកម្លាំងកាយដើម្បីសាលាដកដង្ហើមចូលយកក្លិនដីមករត់កំហានគោជើងជន់លើស្ពានហាដៃឆ្លងកាត់រាប់ចំនួនមរតកខ្មែរនេះមិនមែនជាកន្លែងសម្រាប់តែការទស្សនាតែជាសក្ខីភាពនៃអំណាចដែលមិនចេះរលត់គ្រប់សសរមានដានរំរៀមដៃបុកបរោះចារិកទុកនៅសេចក្តីក្លាហាននិងជំនឿនេះគឺជាព្រលឹងនៃអង្គរដូនតាឈាមចូលអ្នកចម្បាំងហូរក្នុងសរសៃក្រោកឈរឡើងការពារគេឈ្មោះជាតិលើកដៃសំពះសំសេចសេចក្តីសន្តិភាពក៏លេចមើលចិញ្ចាំឃើញចម្លាក់មានជីវិតតបដំរីសម្រុកចូលសំរភូមិយ៉ាងអង្អាចព្រួញហោះកាត់អាកាសដូចជាសំឡេងគោលាន់ស្ដេចជ័យវម៉ាន់ដឹកនាំតបយកជ័យជំនះការកោមហាសមុទ្រទឹកដោះស្វែងរកទឹកអមរិតទេវតានិងអសរាទីនាគវាសនាគ្រប់កាយវិការបង្ហាញពីការតស៊ូមិនមែនជារឿងព្រេងតែជាការពិតដែលនៅរស់ថ្មនិយាយបានម្នាក់ចេះស្ដាប់ដោយបេះដូងកុំឲ្យតម្លៃត្រឹមតែរូបរាងខាងក្រៅនេះគឺជាព្រលឹងនៃអង្គរដូនតាឈាមចូលអ្នកចម្បាំងហូរក្នុងសរសៃក្រោកឈរឡើងការពារគេឈ្មោះជាតិលើកដៃសំពះសំសេចសេចក្តីសន្តិភាពខ្ញុំជាកូនចៅដែលទទួលមរតកនេះស្ពីបន្ទុកនៃមោទនភាពលើស្មាទាំងពីរមិនត្រូវភ្លេចថាខ្លួនយើងមកពីណាទោះពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយអង្គរវត្តជាបេះដូងលោកក្នុងទ្រូងខ្មែរជាមាច់ឈុំមិនដូលនៃសកលលោកនឹងវិញ្ញាណរក្សាតម្លៃនៃសិល្បៈនិងវប្បធម៌ឲ្យរឹងមាំដូចជាគ្រឹះប្រាសាទបាយ៉ាន់រឹងមាំជាងខ្មែរសំឡេងខ្លុយបក់មកប្រាប់ឲ្យយើងរួបរวมសាងសង់អនាគតដោយប្រើវិញ្ញាណនិងសេចក្តីស្រឡាញ់នេះគឺជាព្រលឹងនៃអង្គរឈាមចូលអ្នកចម្បាំងហូរក្នុងសរសៃក្រោកឈរឡើងការពារគេឈ្មោះជាតិលើកដៃសំពះសំសេចសេចក្តីសន្តិភាពសំឡេងខ្លុយខ្មែរបន្លឺឡើងយ៉ាងស្រទន់ជាមួយសំឡេងស្គរជុំចូលចាំថាថ្មអាចនឹងសឹកតែវិញ្ញាណអង្គរមិនដែលស្លាប់ដូនតានៅជាមួយយើង Music fades out slowly with one final heavy drum hit.